សួស្តីបាទបងប្អូនណាចឹងថ្ងៃនេះយើងមកដោះស្រាយសម័យកាលមួយគឺជាសម័យកាលត្រីកោណមានអូនណាគឺ sin ការ៉េ 2x ដកផាយលើ6ស្មើនឹង sin ការ៉េ x បូក1បាទអញ្ចឹងយើងឃើញថាចំពោះសម័យកាលនេះគឺយើងរៀនខ្លាយនេះដែរដោយសារអានេះគឺ 2x ដកផាយលើ6ណាដល់ពេលអាមួយនេះគឺ sin ការ៉េ x បូកឲ្យ1អញ្ចឹងមកបាទអញ្ចឹងគឺបើសិនជាបងអូនត្រូវបំលែងឲ្យចូលទម្រង់ sin x ស្មើ sin alpha បាទយើងមានការលំបាកណាអញ្ចឹងកន្លែងនេះគឺយើងអាចវិភាគចេះយើងឃើញអានេះមានការ៉េនេះឃើញទេអានេះមានការ៉េដែរនេះអូនដឹងថាកណ្ដាលវាការ៉េចេះមានន័យថាវាវិជ្ជមានស្មើ0ណាបាទវិជ្ជមានស្មើ0អញ្ចឹងបើអានេះវិជ្ជមានស្មើ0ថែម1វាត្រូវធំជាង1ដែរចឹងអញ្ចឹងបានន័យថា sin ការ៉េ x បូក1គឺធំជាង1ដល់ពេលអាមួយនេះអង្គទី1នេះគឺ sin ការ៉េកតា2ដកផាយលើ6អញ្ចឹងយើងឃើញថាការ៉េអញ្ចឹងការ៉េបានន័យថាវានៅក្នុងចន្លោះពី0ទៅ1បាទអញ្ចឹងយើងអាចវិភាគសិនទៅណាខ្ញុំដោះស្រាយអញ្ចឹងសម័យកាលយើងត្រូវវិភាគសិនអញ្ចឹងបាទយើងវិភាគមកអញ្ចឹងទី1ដោយអង្គទី1នេះអូនណា0នេះតូចជាងស្មើ sin ការ៉េ 2x ដកផាយលើ6ហើយតូចជាងស្មើ1អូនណាចំពោះ copy របស់ r ហើយចំពោះអា sin ការ៉េនេះ sin ការ៉េនេះអាហ្នឹងក៏នៅចន្លោះហ្នឹងដែរណាព្រោះវាការ៉េអញ្ចឹងកាលណាការ៉េគឺវានៅក្នុងចន្លោះពី0ទៅ1អញ្ចឹងដល់ពេលអូនបូកថែ1 1ព្រោះអានេះវាត្រូវ sin ការ៉េថែ1អញ្ចឹងព្រោះថែ1អញ្ចឹង0ថែ1យើងបាន1នេះថែ1យើងបាន sin ការ៉េថែ1អានេះថែ1ឡើង2ឃើញទេអញ្ចឹងបានន័យថា sin ការ៉េ x បូក1នេះវានៅក្នុងចន្លោះពី1ទៅ2អញ្ចឹងមានន័យថាសម័យកាលនេះអូនណាគឺវាស្មើគ្នាតែក្នុងករណីដែលវាស្មើ1ឯងមានន័យថាវាស្មើគ្នាក្នុងករណីដែល sin ការ៉េ x បូក1ស្មើ1ហើយនឹង sin ការ៉េកតា 2x ដកផាយលើ6ហ្នឹងស្មើ1ដែរទេណាអញ្ចឹងយើងទាញបានណាគឺនាំឲ្យគឺ sin ការ៉េកតា 2x ដកផាយលើ6ស្មើ1ហើយនឹង sin ការ៉េ x បូក1ស្មើ1ណាអញ្ចឹងតាមរយៈនេះសម័យកាលមួយនេះបាទគឺយើងអាចដោះស្រាយរកតម្លៃសារតម្លៃ x មកអា sin ការ៉េ x បូក1ស្មើ1ហ្នឹងបងអូនអាចដោះស្រាយរកតម្លៃ x អញ្ចឹងណានេះអញ្ចឹងគ្រូសេនេះ sin ការ៉េ x បូក1ស្មើ1អញ្ចឹងនាំឲ្យអានេះយើងបោះទៅ1ដល់1អស់អញ្ចឹង0ណាចាំមក sin ការ៉េស្មើ0 sin ការ៉េស្មើ0បាន sin ស្មើ0អូនអញ្ចឹងដល់ពេល sin ស្មើ0យើងទាញបាន x អញ្ចឹងស្មើការផាយឃើញណាបាទ x ស្មើការផាយអញ្ចឹងការរបស់ z អញ្ចឹងដល់ពេលអូនឃើញតម្លៃ x អូនយក x ដែលស្មើការផាយហ្នឹងទៅជួសនៅក្នុងនេះសម័យកាលខាងលើនេះគឺ sin ការ៉េ 2x ដកផាយលើ1ស្មើ1អញ្ចឹងមកកន្លែង x នេះយើងជំនួសឲ្យការផាយណាបាទយើងជំនួសមកបាទអញ្ចឹងគឺបន្ទាប់មកនៅពេលដែល x ស្មើការផាយនេះចូលកន្លែងយកការផាយមកជំនួសនៅកន្លែង x នេះអញ្ចឹងជំនួសទៅវាទៅជាលើការផាយបន្ទាប់មកគឺវាចូលប្រមុន sin alpha បូកលើការផាយបាទណាអញ្ចឹងគឺវាបាត់ដោយការផាយនេះអញ្ចឹងទៅសល់ sin ការ៉េដកផាយលើ6បន្តមកទៀតកន្លែងគឺវាចូលរូបមន្ត sin ដក alpha ណាអញ្ចឹងវាទៅជាដក sin alpha ណាដល់ពេលដកលើកជាការ៉េនេះដកលើកជាការ៉េវាចេញបូកអញ្ចឹងទៅសល់ sin ការ៉េផាយលើ6បន្ទាប់មកទៀត sin ផាយលើ6 sin ផាយលើ6ស្មើកន្លះណាបាទហើយដល់ពេលកន្លះលើកជាការ៉េបាន1លើ4អញ្ចឹង1លើ4ស្មើ1អញ្ចឹងគឺមិនត្រឹមត្រូវទេណាបាទ1លើ4មិនអាចស្មើ1បានទេដូច្នេះគឺសម័យកាលរបស់យើងណាគឺសម័យកាល sin ការ៉េកតា sin ការ៉េ 2x ដកផាយលើ6ស្មើ sin ការ៉េបូក1ហ្នឹងគឺគ្មានចម្លើយណាឬថាគ្មានរឹសចឹងមកបាទអូខេអញ្ចឹងគឺប៉ុណ្្នឹងចុះណា